ចាប់ពីពេលនេះតទៅរាល់ផលិតផលចំណីអាហារនិងភេសជ្ជៈដែលនឹងត្រូវនាំចេញទៅប្រទេសកម្ពុជាត្រូវតែមានសារធាតុគីមីទាំងនេះវាជាយុទ្ធសាស្ត្រតែមួយគត់បំផ្លាញពូជសាសន៍របស់គេដោយស្ងប់ស្ងៀមតែលោកឧត្តមសេនីយ៍នេះគឺជាអំពើអក្រិតកម្មធំធេងណាស់លោកស្រីយល់ខុសហើយនេះជាការការពារជាតិប្រសិនបើនរណាមិនយល់ស្របឬហ៊ានលាតត្រដាងផែនការនេះនោះផលវិបាកនឹងមិនត្រឹមតែចំពោះក្រុមហ៊ុនអ្នកប៉ុណ្ណោះទេគឺចំពោះក្រុមគ្រួសារអ្នកទាំងមូលមិនអីទេលោកឧត្តមសេនីយ៍ការងារប៉ុណ្ណឹងក្រុមហ៊ុននាងខ្ញុំអាចធ្វើបានហើយធ្វើដល់រីករាយទៀតផងចាចំណែកក្រុមហ៊ុនខ្ញុំវិញក៏មិនខុសពីក្រុមហ៊ុនលោកស្រីដែរគឺថាស្ម័គ្រចិត្តធ្វើ 100% តែម្ដងបានចំណែកក្រុមហ៊ុនអ្នកស្រីវិល័យយ៉ាងម៉េចដែរឬក៏នៅមានបញ្ហាស្ទាក់ស្ទើរអត់អីទេបើគ្រប់គ្នាធ្វើទាំងអស់គ្នាហើយខ្ញុំក៏ធ្វើដែរលោកអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលរបស់យើងរាជរដ្ឋាភិបាលធានានឹងការពារក្រុមហ៊ុនរបស់បងប្អូននៅនឹង SP នាងបានដឹកដំណឹងល្អហើយឬនៅណែច្រកព្រំដែនរបស់យើងបើកដំណើរការវិញហើយណានេះជាឱកាសមាសសម្រាប់ប្រទេសយើងច្បាស់ជាដឹងហើយខ្ញុំថែមទាំងដឹងលម្អិតជាងនាងទៅទៀតណូណែនាងទំនិញរបស់ប្រទេសថៃយើងកំពុងតែត្រៀមធ្វើដំណើរទៅហើយមិនត្រឹមតែមានតម្លៃថោកនិងរសជាតិឆ្ងាញ់នោះទេតើមានអ្វីទៀតនាងមិនមែននិយាយឲ្យអស់មកជាពិសេសទៅទៀតនោះគឺកាដូពិសេសរបស់យើងសម្រាប់ពួកគេអូយមានកាដូទៀតនាងជនជាតិយើងអីក៏មានមនុស្សធម៌ទៅលើខ្មែរអីយ៉ាងនេះណគឺកាដូសារធាតុគីមីជាច្រើនមុខដែលនឹងធ្វើឲ្យបងប្អូនខ្មែរក្រីក្រទាំងនោះឆាប់បានទៅកាន់លោកខាងមុខគ្រប់គ្នាអូហូពិសេសណាស់នាងត្រៀមខ្លួនទទួលយកលៀបសំណាងនេះទៅចុះខ្មែរក្រីក្រទាំងឡាយ